បាទសួស្តីអ្នកទាំងអស់គ្នានេះគឺជាម៉ាស៊ីន X6 NVR របស់ EasyVis ដែលមាន16 channel បន្តិចទៀតនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរបៀបដែលយើង set up ម៉ាស៊ីនជាលើកដំបូងសម្រាប់ការ set up នេះគឺខ្ញុំធ្វើការ set up ជាមួយនឹង Wi-Fi ដែលមាន wireless band 5 GHz ប៉ុន្តែបើសិនជាបងប្អូនយកទៅភ្ជាប់ជាមួយនឹង router ដែលមាន wireless band 2.4 GHz គឺវាអត់ជាប់នោះទេដោយសារតែម៉ាស៊ីននេះនៅពេលដែលយើងភ្ជាប់ជាមួយនឹង router គឺវាប្រើតែជាមួយ Wi-Fi 5 GHz តែប៉ុណ្ណោះអូខេសម្រាប់ screen ដំបូងដែលយើងឃើញគឺវាឲ្យយើងរើសយកភាសាសម្រាប់លើកនេះខ្ញុំយកភាសាអង់គ្លេសអូខេសម្រាប់កន្លែងនេះវាឲ្យយើងរើសយក resolution time zone និង system time បន្ទាប់ពីខ្ញុំ select ឲ្យហើយខ្ញុំចុច next ទៀតអូខេមកដល់កន្លែងនេះវាឲ្យយើងយក password ដែលយើងត្រូវប្រើជាមួយនឹងម៉ាស៊ីន NVR សម្រាប់លើកនេះគឺខ្ញុំយក gesture password គឺដើម្បីភាពងាយស្រួលអូខេមកដល់ចំណុចកន្លែងនេះគឺម៉ាស៊ីនតម្រូវឲ្យយើងជ្រើសរើសយក Wi-Fi ដើម្បីភ្ជាប់បញ្ជាក់បន្តិចគឺវា support តែជាមួយ Wi-Fi 5G តែប៉ុណ្ណោះមកដល់កន្លែងនេះគឺម៉ាស៊ីនតម្រូវឲ្យយើងធ្វើការ format hard disk បើសិនជាយើងអត់ធ្វើការ format hard disk ទេគឺអត់អាច record ចូលក្នុងម៉ាស៊ីននឹងបានទេបន្ទាប់ពី format រួចហើយវាចេញសញ្ញាបែបហ្នឹងដូចនៅក្នុងវីដេអូយើងអាចធ្វើការបន្តទៅមុខទៀតបានអូខេមកដល់កន្លែង enable authorization នេះយើងគួរតែធ្វើការបើកបើសិនជាយើងចង់បានកាមេរ៉ារបស់យើង work full function នៅពេលដែលភ្ជាប់ជាមួយនឹងម៉ាស៊ីន X6 NVRមកដល់កន្លែងបន្ទាប់នេះម៉ាស៊ីននឹងស្វែងរក device ដោយខ្លួនឯងបើសិនជាមានកាមេរ៉ាដែលវានៅក្នុង range ជាមួយគ្នាវានឹងបង្ហាញនៅលើហ្នឹងឲ្យយើងឃើញនៅកន្លែងនេះយើងឃើញមាន2 device ខ្ញុំចុចបាញ់ទាំង2 device ជាក់ស្ដែងគឺ device ទាំងពីរនេះទើបតែចុចប៊ូតុង reset ហើយដែលយើងមិនទាន់បានធ្វើអីទាំងអស់នៅពេលដែល device ដែលនៅក្នុង range ជាមួយគ្នាគឺម៉ាស៊ីន X6 NVR របស់យើងគឺចាប់យក device ហ្នឹងទៅភ្ជាប់ជាមួយនឹង Wi-Fi តែម្ដងដោយមិនចាំបាច់យើងធ្វើអ្វីទាំងអស់មកដល់កន្លែងនេះយើងនឹងឃើញ QR code របស់ម៉ាស៊ីន X6 NVR របស់យើងអ្វីដែលយើងត្រូវធ្វើគឺយក account EasyVis នៅក្នុងទូរស័ព្ទរបស់យើងដើម្បី scan QR code នេះ add ម៉ាស៊ីន X6 NVR ចូលទៅក្នុង account របស់យើងអូខេមកដល់ចំណុចកន្លែងនេះគឺរួចរាល់ហើយបងប្អូនអាចធ្វើការ live view បានតាមរយៈ monitor ឬក៏អាចធ្វើការ live view តាមរយៈ mobile app របស់យើងក៏បានដែរអរគុណច្រើនបងប្អូនសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេ